ណាគេខ្លះចង់ប្រើខាត់ប្រូដោយមិនចាំបាច់បងលុយណាអ្នកគ្នាពួកអីបើសិនជាយើងបងលុយគឺវាថ្លៃមែនតើមួយខែគឺវា$10ជាងអញ្ចឹងបើសិនជាយើងគុណមួយឆ្នាំទៅគឺវាអស់100ជាងហើយអញ្ចឹងថ្ងៃនេះខ្ញុំឲ្យកលឹះមួយពួកខ្ញុំទៅរកឃើញដែរទេនិយាយរំទៅយើងអាច export យើងអាចប្រើប្រាស់ tool នៅលើ tool effect អីនៅលើនឹងបានទាំងអស់ដូចយើង pay លុយអញ្ចឹងណាហើយយើងអាច export វីដេអូមកបានទាំង quality អីគឺបានដូចគ្នាអញ្ចឹងចាំខ្ញុំប្រាប់នៅលើ screen ហ្នឹងហើយអ្នកគ្នាហើយឥឡូវហ្នឹងវីដេអូខ្ញុំកាត់តហើយអញ្ចឹងជាដំបូង ធីបដំបូងយើង select វាទាំងអស់មកយើង control A មកបន្តមកទៀតយើង select មកយើង select មកឆ្វេងមកស្ដាប់ហើយយើងយកពាក្យនេះ create compound click នេះហើយយើងចុចលើហ្នឹងមកតមកទៀតពេលដែលវាបានតែមួយអញ្ចឹងហើយវារៀងកែបន្តិចហើយដោយសារតែខ្ញុំថត screen ដល់ពេលហើយវារៀង slow អញ្ចឹងអូខេឲ្យវាដើរមកចប់មកបន្តមកទៀតយើង select មកម្ដងទៀតហើយយើងយកពីនេះ pre process compound click នេះយើងចុចលើហ្នឹងមកបន្តមកទៀតយើងចាំរហូតឲ្យវាពេញឲ្យវាលោតដល់100ចាំផ្លែវាដើរលើពេលវាដើរពេញ100%ហើយយើងចុច window or ហើយអ្នកគ្នាសរសេរដូចខ្ញុំអញ្ចឹងមកភាគរយ add data add មកយើងដាក់ប៉ុណ្ណឹងមកហើយចុច OK ពេលដែលវាលោតចូលមកដល់ file យើងអញ្ចឹងនេះវាមាន add data ហើយនឹង roman អញ្ចឹងយើងចុចលើ add data របស់យើងសិនហើយបន្តមកទៀតយើងយកពី local ហ្នឹងហើយអ្នកគ្នាពេលមកដល់ហ្នឹងយើង select រកពាក្យនេះ cut draft យើងយកពាក្យហ្នឹងយ៉ាបន្តមកទៀតយើងចុចលើហ្នឹងមកហើយយើងចុចយកពាក្យ resolve ហើយយើងយកពាក្យ combination យើងចុចលើហ្នឹងមកចាំតិចឲ្យវា load file ពេញសិនថាមួយណាវីដេអូដែលយើងធ្វើហើយមិញណាអូខេអញ្ចឹងវីដេអូនេះជាវីដេអូដែលយើង edit ហើយមិញណាអញ្ចឹងយើង copy ហ្នឹងមកយើងយកមកដាក់នៅកន្លែងវីដេអូរបស់យើងយកមកដាក់នៅក្នុង file computer របស់យើងវារៀង slow ដោយសារតែពេលខ្ញុំ screenshot ទៅវារៀង slow អញ្ចឹងវីដេអូរបស់យើងរួចរាល់ហើយសង្ឃឹមថាអាចជួយអ្នកដែលអត់ចង់ pay លុយបានខ្ញុំជឿថាអត់មានអ្នកគេចង់ pay លុយព្រោះវាច្រើនអូខេ